សួស្តីអ្នកទាំងអស់គ្នាត្រឡប់មកជួបគ្នាសាជាថ្មីជាមួយនឹងខ្ញុំខំរិនខ្ញុំបានអានសៀវភៅមួយមានចំណងជើងថាភាសានៃសេចក្តីស្រឡាញ់ទាំង5ឬក៏ The Five Love Language របស់ Dr. Gary Chapman ខ្ញុំបានអានសៀវភៅគាត់ហើយទៅដល់រឿងរ៉ាវមួយដែលវាជារឿងពិតណាអ្នកគ្នាតោះពីខ្ញុំអានរឿងរ៉ាវមួយហ្នឹងខ្ញុំគិតថាភាសានៃសេចក្តីស្រឡាញ់វាពិតជាមានសារៈសំខាន់ចំពោះយើងម្នាក់ទាំងក្នុងការរស់នៅប្រចាំថ្ងៃនឹងផងដែរព្រោះថានៅពេលដែលយើងយល់ពីភាសានៃសេចក្តីស្រឡាញ់វាអាចឲ្យយើងយល់ចិត្តគ្នាបានច្រើនជាងមុនហើយជៀសវាងថាអាចបង្ករបៀបណាជៀសវាងការបង្កជាចំនួនឬក៏បង្កើតឲ្យមានជាបញ្ហាធំដុំណាមួយដែលអត់អាចដោះស្រាយបានណារឿងរ៉ាវដែលអ្នកនិពន្ធគាត់បានលើកឡើងខ្ញុំសូមហៅវាថាជាករណីសិក្សាឬក៏ជា case study នៃសៀវភៅមួយនឹងចុះសូមបញ្ជាក់ដែរថារឿងរ៉ាវនេះវាជារឿងពិតគ្រាន់ថាឈ្មោះរបស់តួអង្គគឺអ្នកនិពន្ធគាត់បានដូរដាក់ជាឈ្មោះតំណាងមួយដើម្បីការពារឯកជនភាពឲ្យបុគ្គលដែលគាត់ជួបប្រទះនៅបញ្ហាហ្នឹងអ្នកនរគ្នាអញ្ចឹងមានក្មេងស្រីម្នាក់ឈ្មោះថា Ashley នៅពេលដែលគាត់មានអាយុ13ឆ្នាំគឺគាត់បានរកឃើញថាគាត់មានផ្ទុកជំងឺឆ្លងមួយយ៉ាងខាងផ្នែកផ្លូវភេទអញ្ចឹងនៅពេលដែលរឿងរ៉ាវនឹងកើតឡើងឪពុកម្ដាយរបស់គាត់បានស្ដីបន្ទោសបានថាឲ្យគាត់ថាមិនធ្វើឲ្យមានរឿងនឹងកើតឡើងអីចឹងទៅឪពុកម្ដាយរបស់គាត់ក៏ស្ដីបន្ទោសឲ្យសាលាដែរថាហេតុអីបានជាសាលាបង្រៀនកូនគាត់តាក់ទងជាមួយនឹងចំណេះដឹងឬក៏ការអប់រំខាងផ្នែកផ្លូវភេទហ្នឹងអញ្ចឹង Ashley នៅពេលមួយគឺគាត់បានជួបជាមួយនឹងអ្នកនិពន្ធរបស់យើងគឺលោក Dr. Gary អញ្ចឹងនៅពេលដែលគាត់បានជួប Dr. Gary គាត់បាននិយាយប្រាប់ពីរឿងរ៉ាវរបស់គាត់ថាកាលពីគាត់អាយុ6ឆ្នាំគឺឪពុកម្ដាយរបស់គាត់បានលែងលះគ្នាអញ្ចឹងនៅពេលដែលឪពុករបស់គាត់លែងលះគ្នាជាមួយម្ដាយរបស់គាត់ហើយឪពុកនឹងគឺគាត់ចាក់ចេញពី Ashley អញ្ចឹងនៅពេលដែលឪពុករបស់គាត់ចេញទៅគាត់មានអារម្មណ៍ថាឪពុករបស់គាត់នឹងឈប់ស្រឡាញ់គាត់ហើយអញ្ចឹងទៅបានឪពុករបស់គាត់នឹងចាក់ចេញពីគាត់ហើយអ្នកនិពន្ធបានតាំងរង្វង់ឬក៏ជាអាងមួយអ្នកនរគ្នាអាចថាជារង្វង់មូលមួយចោះដែលបង្ហាញថាកាលពីមុនឪពុកម្ដាយរបស់ Ashley នឹងគាត់លែងលះគ្នានៅក្នុងរង្វង់មូលមួយហ្នឹងក្តីស្រឡាញ់របស់ Ashley គឺនៅពេញនឹងតែម្ដងប៉ុន្តែនៅពេលដែលឪពុករបស់ Ashley គាត់បានចាក់ចេញពី Ashley ទៅមានន័យថាសេចក្តីស្រឡាញ់របស់ Ashley នៅក្នុងរង្វង់មូលមួយហ្នឹងគឺវាបានបាត់ចេញអស់ពាក់កណ្ដាលហើយអញ្ចឹងនៅពេលដែល Ashley មានអាយុ10ឆ្នាំម្ដាយរបស់គាត់ក៏សម្រេចចិត្តរៀបការម្ដងទៀតអញ្ចឹងនៅពេលដែលម្ដាយរបស់គាត់សម្រេចចិត្តរៀបការម្ដងទៀតជាមួយនឹងបរិសុទ្ធថ្មីហ្នឹង Ashley គាត់គិតថាម្ដាយរបស់គាត់ហ្នឹងគឺឡាយស្រឡាញ់គាត់ទៀតហើយអញ្ចឹងអាសេចក្តីស្រឡាញ់នៅក្នុងរង្វង់មូលរបស់ Ashley ហ្នឹងគឺបានបាត់អស់រលីងតែម្ដងព្រោះថាម្ដាយរបស់គាត់រៀបការជាមួយនឹងបរិសុទ្ធម្នាក់ទៀតអញ្ចឹងម្ដាយរបស់គាត់មានមនុស្សដែលម្ដាយគាត់នឹងស្រឡាញ់ឯដែលមិនមែនជា Ashley នឹងទៀតទេហ្នឹងហើយនេះជាអារម្មណ៍ Ashley គាត់គិតពេលហ្នឹងអញ្ចឹងកំឡុងពេលហ្នឹង Ashley បានទៅជួបជាមួយនឹងបរិសុទ្ធម្នាក់ដែលមានអាយុច្រើនជាងគាត់ហើយបរិសុទ្ធម្នាក់ហ្នឹងផ្ដល់ការយកចិត្តទុកដាក់ប្រាប់Ashley ថាស្រឡាញ់ Ashley take care Ashley អញ្ចឹងទៅអញ្ចឹងនៅពេលដែល Ashley គាត់មានន័យថារង្វង់មូលនៃសេចក្តីស្រឡាញ់របស់ Ashley ហ្នឹងវាទទេស្អាតហើយអញ្ចឹងនៅពេលដែលគាត់ជួបមនុស្សម្នាក់ដែល take care ដែលមើលថែគាត់ដែលប្រាប់គាត់ថាស្រឡាញ់គាត់ក៏លងស្នេហ៍ជាមួយនឹងបរិសុទ្ធម្នាក់ហ្នឹងអញ្ចឹងបរិសុទ្ធម្នាក់ហ្នឹងបានសុំ Ashley នៅជាមួយ Ashley វាថាដេកមួយគ្នាអីចឹងអ្នកគ្នាហ្នឹងហើយបានសុំនៅជាមួយ Ashley អញ្ចឹង Ashley ហ្នឹងគឺគាត់អត់ចង់ទេពេលហ្នឹងគឺអត់ចង់នៅជាមួយបរិសុទ្ធម្នាក់ហ្នឹងទេប៉ុន្តែដោយសារបរិសុទ្ធម្នាក់ហ្នឹងគាត់ប្រាប់ Ashley ថាគាត់ស្រឡាញ់ Ashley គាត់ take care Ashley អញ្ចឹង Ashley ដើម្បីឲ្យខ្លួនឯងបានអាការស្រឡាញ់មួយហ្នឹងគាត់សុខចិត្តនៅជាមួយបរិសុទ្ធម្នាក់ហ្នឹងបន្ទាប់មកច្រើនឆ្នាំបន្ទាប់មកទៀតហ្នឹងដល់ Ashley អាយុ13ឆ្នាំហ្នឹងបានរកឃើញថា Ashley បានផ្ទុកនៅមេរោគឆ្លងមួយយ៉ាងខាងផ្នែកផ្លូវភេទនឹងឯងអញ្ចឹងអ្នកនិពន្ធគាត់បានលើកឡើងពីជ្រុងនៃឪពុកម្ដាយរបស់ Ashley កំឡុងពេលដែលគាត់ជួបជាមួយបរិសុទ្ធម្នាក់ហ្នឹងឪពុកម្ដាយរបស់គាត់ក៏បង្ហាញការស្រឡាញ់របស់គាត់ទៅលើ Ashley ដែរប៉ុន្តែពីជ្រុងឪពុកម្ដាយគាត់ទៅដើម្បីបញ្ជាក់ថាពួកគាត់ស្រឡាញ់ Ashley ទាំងម្ដាយនិងឪពុកចុងរបស់គាត់បានមានន័យថាទិញរបស់ឲ្យ Ashley ចង់បានអីទិញនឹង Ashley ត្រូវការអីគឺគាត់ទិញនឹងឲ្យគឺគាត់ផ្ដល់ជាសម្ភារៈឲ្យអានេះពីជ្រុងរបស់ឪពុកម្ដាយរបស់គាត់
មានន័យថាពួកគាត់យល់ថាការដែលពួកគាត់ទិញរបស់ឬក៏សម្ភារៈឲ្យ Ashley ហ្នឹងគឺបង្ហាញថាពួកគាត់ស្រឡាញ់ Ashley ឯងប៉ុន្តែពីជ្រុងរបស់ Ashley ទៅវិញAshley ជាមនុស្សដែលត្រូវការស្រឡាញ់ពីឪពុកម្ដាយរបស់គាត់តាមរយៈការនិយាយតាមរយៈពាក្យបញ្ជាក់នៃសេចក្តីស្រឡាញ់មានន័យថាគាត់ចង់ឲ្យម្ដាយរបស់គាត់ឬក៏ឪពុករបស់គាត់នឹងនិយាយប្រាប់គាត់ថាម៉ាក់ស្រឡាញ់កូនប៉ាស្រឡាញ់កូនអីចឹងទៅមានន័យថាត្រូវការពាក្យមកបញ្ជាក់ទៅគាត់ជឿថាពួកគាត់ស្រឡាញ់ខ្លួនឯងតម្រាំតែឪពុកម្ដាយរបស់ Ashley នឹងដឹងថា Ashley គាត់ត្រូវការសេចក្តីស្រឡាញ់ពីឪពុកម្ដាយពីពួកគាត់តាមរយៈការនិយាយណាគឺវាហួសពេលហើយអ្នកនរគ្នាដោយសារតែតម្រាំតែគាត់ដឹងគឺ Ashley មានទុកនៅជំងឺឆ្លងមួយនឹងបាត់ទៅហើយអញ្ចឹងរឿងបញ្ចប់នៃករណីសិក្សាមួយនឹងវារៀង sad បន្តិចអ្នកនរគ្នាអញ្ចឹងតែបើខ្ញុំគិតថាវាមានសារៈសំខាន់ខ្លាំងភាសានៃសេចក្តីស្រឡាញ់វាមានសារៈសំខាន់ខ្លាំងចំពោះយើងក្នុងការរស់នៅប្រចាំថ្ងៃក្នុងសកម្មភាពប្រចាំថ្ងៃដែលយើងចង់បង្ហាញទៅកាន់មនុស្សជាទីស្រឡាញ់របស់យើងណាអញ្ចឹងដូចរឿងរ៉ាវនឹងអញ្ចឹងបើយើងអត់ដឹងហើយតម្រាំតែយើងដឹងវាហួសពេលអញ្ចឹងរឿងហ្នឹងវាអត់អាចកែប្រែបានទេអញ្ចឹងដូចសភៅចំណងជើងសភៅដាក់ស្រាប់ហើយភាសានៃសេចក្តីស្រឡាញ់ទាំង5អញ្ចឹងនៅក្នុងសភៅហ្នឹងគឺគាត់នឹងបង្ហាញថាភាសានៃសេចក្តីស្រឡាញ់របស់មនុស្សយើងមាន5របៀបដែលបង្ហាញចេញអញ្ចឹងចង់ដឹងថាមានអ្វីខ្លះជួបគ្នានៅឱកាសក្រោយបាយ